បងប្អូននេះគឺជាក្បាលស៊ុយដីណាក្បាលស៊ុយដីនេះបុកពាក់មួយម៉ាស៊ីនកាត់ស្មៅអត់ក៏ម៉ាស៊ីនធំយើងទេអានេះកម្មរបស់វាណាកម្មរបស់វាធ្វើមូលហើយនៅចុងគេវាយវាប៉ែតអញ្ចឹងកញ្ញាអញ្ចឹងអាហ្នឹងចូលដីសឹបចូលបានជ្រៅបាទចូលបានជ្រៅហើយរបៀបដោះរបៀបតម្លើងហ្នឹងអត់ពិបាកទេដំបូងយើងដោះកាសៀម៉ាស៊ីនកាត់ស្មៅរបស់យើងហ្នឹងព្រោះតែសោតាន់ឲ្យទុលវិញហ្នឹងគឺដោះបានហើយបាទហើយបងប្អូននៅធ្លាប់ប្រើម៉ាស៊ីនកាត់ស្មៅគឺស៊ីផុយកន្លែងហ្នឹងអត់ពិបាកទេយើងដោះកាសៀហ្នឹងចេញទៅបាទហើយកបាំងនេះដាក់ឲ្យឆ្ងាយតិចតែពិតកបាំងរបស់ម៉ាស៊ីនដំបងឡើយវាអត់មាននៅកន្លែងហ្នឹងវានៅរៀងលើតិចបាទតែនេះគាត់ចេះសេរីខ្លួនឯងបាទអញ្ចឹងចំពោះកបាំងរបស់វាបងប្អូនចង់ដាក់ប្រើក៏បានចង់ដោះចេញក៏បានដែរកុំឲ្យទៅចង្អេងចង្អាយយើងដោះចេញតែម្ដងទៅតែបងប្អូនខ្លះគាត់ចូលចិត្តស្អាតបាតកុំឲ្យដីវាខ្ទាតទៅជើងទៅអីប្រឡាក់ខោអាវគាត់អញ្ចឹងគាត់ដាក់កបាំងបាទតែចំពោះបងប្អូនដែលមិនខ្វល់អំពីការខ្ទាតដីខ្ទាតអីយើងដោះចេញទៅឲ្យវាស្រឡះងាយស្រួលធ្វើការណាបាទជាពិសេសក្មេងៗនេះអត់ចូលចិត្តអាក្បាច់ក្បូរញ៉ៃញ៉ៃច្រើនហ្នឹងគឺគាត់ដោះកបាំងចោលហើយសម្បីម៉ូតូនៅគាត់ដោះកបាំងដោះស៊ីម៉ាំងទៅតែមកទៅកបាំងប៉ុណ្នេះតែបើចាស់អត់ទេចាស់គាត់ខ្លាចគាត់មានការបារម្ភលើដីខ្ទាតចូលភ្នែកចូលអីចឹងណាព្រោះគាត់ធ្វើការអត់ធ្វើការលឿនទេគាត់ធ្វើមួយតែក្មេងៗចូលចិត្តលឿនតែក្តារលឿនអាណាដែលញ៉ៃញ៉ៃចង្អេងចង្អាងអីសុខបន្ទប់ដោះចេញទាំងអស់អញ្ចឹងយើងតម្លើងបានហើយពេលដែលតម្លើងបងប្អូនពិនិត្យមើលមែនតើថ្មីខាងក្នុងវាធ្វើម៉េចវាខំគ្នាវាចូលគ្នាដល់កលាក់របស់វាបានវាតាក់ទៅវាវិលបើមិនអញ្ចឹងទៅវាឆេះតែម៉ាស៊ីនទៅវាអត់វិលទេអញ្ចឹងយើងបញ្ឆេះម៉ាស៊ីនទៅយើងច្បាច់ក្រាក់ទៅវាវិលហើយអាហ្នឹងបើវិលលេងនៅលើនៅក្រៅវាអត់វិលទេណាអត់មានបវិលលេងទេបងប្អូនខ្លះបវិលលេងដល់ពេលអត់វិលគាត់ថាកាំងបើដាក់របស់កាំងមកយើងបវិលអត់វិលអាហ្នឹងគឺអត់វិលទេសូមជម្រាបឲ្យហើយដូចម៉ាស៊ីនដូចម៉ូតូជាប់លេខអញ្ចឹងវាអត់វិលទេណាតោះតែយើងដាក់នៅនេះដាក់នៅម៉ាស៊ីនហើយបញ្ឆេះរោក្រៅវាទៅណាពេលដែលស្បែកម៉ាស៊ីនវាតាក់ជាមួយនឹងបលួញវាខាងក្នុងទៅបានវាអស់ទៅដល់ស្ពឺរបស់ក្បាលជ្រោយដីហ្នឹងវាបវិលណាអញ្ចឹងអាហ្នឹងវាដូចពងឡានអញ្ចឹងបាទអញ្ចឹងអានេះសម្រាប់ការងារសាប់ជុំដីដែលក្តាំងដីដែលរឹងអត់មានទៅហើមបាទអញ្ចឹងយើងត្រូវការជុំវាដើម្បីវាទៅសុះល្អទៅយើងងាយស្រួលដាំដុះការដាំដំណាំឲ្យងាយស្រួលដាំស្ពៃដាំតកូនបាទឬក៏ជុំវិញគោឈើហុកផ្លែបើសិនជាយើងអត់ជុំទេយើងដាក់ជីទៅមេឃភ្លៀងមកឬក៏យើងស្រោចទឹកទៅវាហូរទៅតាមទឹកហ្នឹងបាត់ហើយជីហ្នឹងអញ្ចឹងតើតើយើងជុំបែបនេះបានជីវាជ្រាបចូលទៅល្អហើយបន្ទាប់មកទៀតគឺវាមានដង្ហើមសម្រាប់រឹសដំណាំព្រោះរឹសដំណាំរបស់យើងវាត្រូវការដកដង្ហើមពេលថ្ងៃវាបឺតយកជាតិទឹកឡើងទៅកាន់យកជាតិទឹកនិងជាតិជីឡើងទៅកាន់ដើមរបស់វាស្លឹករបស់វាផ្លែរបស់វាដល់ពេលយប់ឡើងគឺវាបញ្ចេញកាបូនឌីអុកស៊ីតណាបាទអញ្ចឹងវាត្រូវការដីឲ្យទៅសុះដើម្បីវាងាយស្រួលដកដង្ហើមហើយចំពោះករណីស្មៅរៀងវែងបែបនេះយើងធ្វើទៅវាតាក់វាវាន់ស្មៅបើយើងអត់ចង់ឲ្យវាន់តើយើងសម្អាតជាមុនសិនយើងអាចប្រើកាបិតកាត់ស្មៅរបស់យើងហ្នឹងកាត់វាមួយសាសិនចាំយើងផ្សប់ក៏បានដែរណាបាទចាំយើងជ្រោយក៏បានដែរអញ្ចឹងការធ្វើបែបនេះងាយស្រួលលឿនរហ័សបាទគ្រាន់តែយើងប្រើវិធីបុរាណរបស់យើងដែលយកចបកាត់ទៅជុំហត់ណាស់រួយខ្នងរួយចង្កេះណាខ្ញុំក៏ធ្លាប់ធ្វើដែរខ្ញុំពីដើមខ្ញុំចូលចិត្តណាស់ការងារដាំដុះបន្លែជុំវិញផ្ទះហ្នឹងបាទការខ្ញុំនៅរៀននៅជាសិស្សសាលាហ្នឹងមកពីរៀនគឺអត់តន័យដៃទេមុនទៅរៀនស្រោចស្បៃស្រោចតកូនហ្នឹងមកពីរៀនវិញទៅមើលស្បៃមើលតកូនចូលសួនហ្នឹងណាបាទចូលចិត្តណាស់ការងារដាំដុះច្នៃប្រឌិតដាំចេះដាំចុះហ្នឹងបាទក្បាច់កប៉ុកជុំវិញផ្ទះហ្នឹងចូលចិត្តណាស់បាទប៉ុន្តែឥឡូវសារវល់ការងារខាងក្រៅច្រើន